បាទសូមស្វាគមន៍បងប្អូនប្រជាកសិករទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំមកបង្ហាញពីបច្ចេកទេសការតាក់តែងឬការកាត់ស្លឹកវល្លិដំណាំត្រសក់ព្រោះមានបងប្អូនច្រើនដែលគាត់បានដាំដុះប្រភេទដំណាំនេះហើយជាប្រភេទដំណាំមួយដែលងាយដាំហើយងាយទទួលផលយើងដាំរយៈពេលមួយខែយើងបេះផ្លែវាមួយខែបាទបើយើងដាំវាចាប់បានលុយអញ្ចឹងតើតើមកការកាត់ស្លឹកបងប្អូនបានឃើញនៅក្នុងវីដេអូនេះដែលខ្ញុំបានថតកសិករបង្ហាញកាត់ស្លឹកយើងកាត់តែស្លឹកជើងក្រោមទេកាត់ស្លឹកជើងក្រោមដែលមានជំងឺមានសត្វល្អិតដើម្បីឲ្យដំណាំឆាប់លូតលាស់ល្អហើយផ្លែវាឆាប់ធំព្រោះកាលណាយើងអត់កាត់ស្លឹកវាសម្បូរទៅដោយជំងឺអាចឆ្លងគ្នាឡើងមកលើហើយមួយទៀតបើសិនជាយើងមិនកាត់ទេផ្លែក៏វាមិនងាយធំដែរមានន័យថាវា CG អត់ប្រយោជន៍ស្លឹកជើងក្រោមហើយកាលណាយើងកាត់ស្លាស់ល្អទិន្នផលកើនឡើងហើយដំណាំក៏លូតលាស់បានល្អផ្លែក៏ធំល្អវាមិនស្ដួចគូតហើយធំក្បាលទេផ្លែរបស់វាអញ្ចឹងពេលយើងដាក់ជីទៅវាមានប្រសិទ្ធភាពល្អច្រើនអញ្ចឹងបងប្អូនគួរតែធ្វើការតាក់តែងបាទអរគុណច្រើន